ក៏ដោយដែលនេតិនេះអំឡុងពេលនេះកំពុងតែជួបវិបត្តិធ្ងន់ធ្ងរប្រាប់ខ្លួនឯងថាខ្ញុំអស់ជំរើសអស់ផ្លូវហើយអត់ទាន់អស់ឲ្យផ្លូវអត់អស់ទេតែសួរថាយើងអាចប្រឡែងបានអត់ទៅរៀនច្បាប់ស្រូបទាញ21ថ្ងៃផ្លាស់ប្ដូរជីវិត version 1ទៅរៀន14ថ្ងៃផ្លាស់ប្ដូរជីវិតរៀន21ថ្ងៃ version 2ក៏បានចិត្តរបស់យើងតានតឹងខ្លាំងអ្នកទាំងអស់នឹងតឹងអ្នកទាំងអស់គ្នានឹងតឹងខ្លាំងមហាខ្លាំងលើលោកតែនៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមប្រឡែងបានឲ្យចក្រវាលជួយចាត់ចែងធ្វើការងារជំនួសពេលណាយើងធ្វើអ្វីដែលយើងអាចធ្វើបានដែលកម្លាំងមនុស្សលោកធ្វើបានដៃទាំងទ្វេរបស់យើងធ្វើបានខួរក្បាលម្ដុំរបស់យើងនេះដែលធ្វើបានចាអ្វីដែលសេះសល់ត្រូវតែប្រឡែងទៅមានផ្លូវមកឲ្យយើងប្រឡែងពេលណាមានផ្លូវមកមិនយូរមិនឆាប់ទេប្រឡែងយ៉ាងយូរប្រឡែងបាន3ថ្ងៃទៅ5ថ្ងៃមិនប្រឡែងថ្ងៃហ្នឹងប៉ុកផ្លូវមកភ្លាមទេអំឡុងពេលដែលយើងប្រឡែងបានភ្លាមយើងចាប់អារម្មណ៍ថាយើងចាប់ផ្ដើមមានសេចក្តីសុខយើងចាប់ផ្ដើមស្រាលខ្លួនបងប្អូនយល់ពាក្យស្រាលខ្លួនអត់វាអត់មានធ្ងន់ដូចទូលភ្នំរលំលើប្រាណណាអញ្ចឹងចាប់ផ្ដើមពីយើងប្រឡែងបានស្រាលខ្លួនពីខ្ទង់3ថ្ងៃ5ថ្ងៃមួយអាទិត្យចាប់ផ្ដើមមានពន្លឺអានេះរឿងពិតអ្នកណាក៏ដោយដែលនេតិនេះអំឡុងពេលនេះកំពុងតែជួបវិបត្តិធ្ងន់ធ្ងរប្រាប់ខ្លួនឯងថាខ្ញុំអស់ជំរើសអស់ផ្លូវហើយអត់ទាន់អស់ឲ្យផ្លូវអត់អស់ទេតែសួរថាយើងអាចប្រឡែងបានអត់ទៅរៀនច្បាប់ស្រូបទាញ21ថ្ងៃផ្លាស់ប្ដូរជីវិត version 1ទៅរៀន14ថ្ងៃផ្លាស់ប្ដូរជីវិតរៀន21ថ្ងៃ version 2ក៏បាន14ថ្ងៃផ្លាស់ប្ដូរជីវិតក៏បានចាគឺប្រឡែងរៀនមេរៀនអីអនុវត្តនឹងហើយនៅពេលណាដែលបានផលទាំងអត់ពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនស្រាលហើយតែរឿងរ៉ាវទាំងអស់ហ្នឹងវានៅទេវានៅមិនទាន់ដោះស្រាយរួចទេតែយើងមានអារម្មណ៍ថាខ្លួនយើងចាប់ផ្ដើមស្រាលយើងចាប់ផ្ដើមលេងមានសម្ពាធយើងចាប់ផ្ដើមលេងសូវគិតច្រើនខ្លាំងនិយាយឆាប់ចាប់ទៅគឺយើងអាចប្រឡែងបានហើយបងប្អូនសួរថាប្រឡែងមិនបានក៏យើងត្រូវតែដោះស្រាយប្រឡែងបានក៏យើងត្រូវតែដោះស្រាយរឿងខ្លះมันអាចខ្លួនយើងទៅដោះស្រាយបានខ្លួនឯងទាំងអស់ទេវាអាស្រ័យលើពេលវេលាហើយរឿងចក្រវាលគឺជាដៃទី3ដែលអាចជួយយើងបានដោយសម្ងាត់ចាដែលយើងមើលអត់ឃើញខ្ញុំជួបរឿងអីក៏ដោយនៅពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំធ្ងន់ខ្លួនខ្លាំងខ្ញុំចាប់ផ្ដើមដឹងខ្លួនថាអូពេលនេះខ្ញុំកំពុងតែសាងសម្ពាធដាក់ខ្លួនហើយខ្ញុំត្រូវតែរកវិធីណាគ្រប់វិធីទាំងអស់ខ្ញុំត្រូវតែប្រឡែងខ្លួនឯងឲ្យស្រាលបន្ទាប់ពីខ្ញុំប្រឡែងខ្លួនឯងស្រាលភ្លេចខ្លួន2 3ថ្ងៃមួយអាទិត្យចាប់ផ្ដើមមានដំណោះស្រាយប្រឡែងឲ្យបានតែ1ខែ2ខែមើលរឿងល្អមកផ្ទួនស្អីក៏អាចដោះស្រាយបានដែរអញ្ចឹងមិនថាកូនអើយហ្វេនកុំចោលអីច្បាប់ស្រូបទាញជីវិតត្រូវតែប្រើងាយជាងសុំវត្ថុស័ក្តិសិទ្ធិទៀតខ្ញុំនិយាយមែនអូខេយើងពាក់ពួករបស់មង្គលនាំសំណាងពាក់ថ្មនាំសំណាងពាក់អីចឹងវាជួយឡើងថាបន្ថែមតែអត់មានលើសច្បាប់ស្រូបទាញទេណាខ្ញុំប្រាប់มันអាចលើសច្បាប់ស្រូបទាញបានជឿវត្ថុស័ក្តិសិទ្ធិនឹងស័ក្តិសិទ្ធិប៉ុណ្ណាក៏មិនលើសច្បាប់ស្រូបទាញខ្ញុំសូមជម្រាបបើយើងអនុវត្តបានសូមប្រាប់ចាតែវាត្រូវការឲ្យយើងអនុវត្តឲ្យត្រូវក្បួនប៉អ្វីដែលគេនិយាយគឺយើងត្រូវធ្វើឲ្យបានធ្វើឲ្យខ្លួនឲ្យស្រាលប្រឡែងឲ្យបានកុំទន្ទឹងកុំរំពឹងគិតវិជ្ជមានឲ្យច្រើនធ្វើតែប៉ុណ្្នឹងបានជីវិតនេះចង់បានអីក៏បានដែរឲ្យតែចង់ពិតប្រាកដឲ្យតែចង់ពីបេះដូងចាឲ្យតែចង់ពីបេះដូងឲ្យតែអ្នកចង់ពិតប្រាកដហើយយើងមិនលិចលង់ដាច់ខាតអត់ធ្លាក់ដល់ចំណុច0នេះអត់ធ្លាក់ដល់ចំណុច0នេះចំណុច0អត់ដល់ទេឲ្យតែយើងព្យាយាមគោះខ្លួនឯងឡើងមកឲ្យយើងបានអនុវត្តបានសមាធិទី1សមាធិខ្លាំងសមាធិអាចជួយដោះស្រាយបញ្ហាយើងបានច្រើនឲ្យធ្វើយើងមានសតិបញ្ញាបានច្រើនមួយរយៈក្រោយខ្ញុំតាំងពីប្រមាណបរិញ្ញាខុសសមាធិវគ្គចុងក្រោយមកគឺខ្ញុំសមាធិជាប់រហូតដល់រាល់ថ្ងៃយូរខ្ញុំខានម្ដងទៅក្រៅប្រទេសទៅ8ថ្ងៃខ្ញុំខានយ៉ាងច្រើន2ថ្ងៃ1ថ្ងៃទៅ2ថ្ងៃពីមុន
អូដើរក្រៅប្រទេសដើរហេឡាឡាអត់ខ្វល់ប្រឡេអត់ទេឥឡូវអត់ទេវាឆ្លងផុតអា90ថ្ងៃដែលធ្វើឲ្យយើងត្រូវតែសមាធិគឺជាកតបកិច្ចប្រចាំខ្លួនយើងឲ្យយើងត្រូវតែសមាធិកតបកិច្ចចាំខ្លួនណាបងប្អូនអ្វីក៏ដោយយើងធ្វើលើសពី90ថ្ងៃគឺคล้ายជាកតបកិច្ចคล้ายជាសន្តានថ្មីរបស់យើងដែលអត់មួយថ្ងៃដូចយើងអត់បានដោះថ្មិញចាអញ្ចឹងចូលអ្នកទាំងអស់គ្នាចាំថាគ្រប់យ៉ាងមានដំណោះស្រាយល្អសម្រាប់យើងប្រឡែងឲ្យចក្រវាលធ្វើការងារគឺស្រួលណាស់លោកអើយអញ្ចឹងបានគេថាច្បាប់នៃចក្រវាលងាយសบายងាយសบายងាយសบายយើងអត់ជឿពួកយើងគិតថាលោកនេះវាលំបាកតែតាមពិតវាមិនមែនលំបាកទេមកពីយើងទាញឲ្យលំបាកខ្លួនយើងភាពមានបានរត់មកយើងនោះត្រាតែយើងបើកទទួលយកហើយខ្លួនយើងស័កសមបើអារម្មណ៍យើងខ្វះខាតចង់ដាច់ខ្យល់ភាពមានបានណារត់មករកយើងដូចត្រាតែយើងស្ដុកស្ដំដែរលុយមិនទាន់មានក្នុងកប៉ៅតែខ្ញុំស្ដុកស្ដំលុយគង់រត់មកលុយគេរត់រោតែអ្នកណាដែលស្ដុកស្ដំទេសូមជម្រាបភាពស្ដុកស្ដំភាពមានបានចាតន់នេះលុយកាក់ភាពស្ដុកស្ដំគេរត់រោគ្នាដែលឮថាលុយតាក់លុយហ៎អញ្ចឹងមនុស្សយើងអារម្មណ៍ស្ដុកស្ដំទោះបីអ្នកឯងគ្មានលុយក្នុងហោប៉ៅក៏លុយវារត់មករោយើងដែរចាំទុកចាចាំទុកចង់ស្រូបទាញលុយបានតែអារម្មណ៍ខ្វះខាតចង់ដាច់ខ្យល់លុយអត់មកទេស្រូបអីមកភាពខ្វះខាតហ្នឹងនាងរត់រោអ្នកចាំតែប៉ុណ្្នឹងណានាងរត់រោអ្នកច្បាប់ស្រូបទាញចក្រវាលអត់ដឹងថាអ្នកឯងកំពុងតែជួបអីចក្រវាលដឹងត្រឹមថាតើអារម្មណ៍អ្នកនៅក្នុង level ណាមិនមែនដល់ធម្មតាយើងធ្វើអីផ្សេងដល់តែប្រើប្រាស់លុយត្រូវអត់តែច្បាប់នៃចក្រវាលច្បាប់នៃការស្រូបទាញគឺអត់មានប្រើប្រាស់លុយប្រើប្រាស់អារម្មណ៍ជាឧបករណ៍អារម្មណ៍ស្អុកស្ដំអារម្មណ៍ថាស្រាលខ្លួនអារម្មណ៍ថាសំនឹកដឹងបុណ្យគុណអារម្មណ៍ថាលក់ដាច់អារម្មណ៍ថាស្ដុកស្ដំមានលុយច្រើនភ្ញៀវច្រើនទាំងជាក់ស្ដែងមិនទាន់មានក៏អត់បញ្ហាតែមិនមែនឲ្យប្រឹងសម្ដែងតែការសម្ដែងដឹងស្រាប់ហើយសម្ដែងសមមិនសមលើខ្លួនយើងតើនេះអញ្ចឹងបានគេឲ្យយើងរៀនដាក់គោលដៅឲ្យគេឲ្យយើងរៀនប្រើអារម្មណ៍បើយើងនៅក្នុងការសម្ដេចដឹងបុណ្យគុណបើយើងនៅក្នុងអារម្មណ៍ល្អវិជ្ជមានយើងស្ដុកស្ដំបានដូចខ្ញុំអញ្ចឹងតាំងពីដើមម៉ែបនឡើងរំទឹះសាំងអារម្មណ៍ស្ដុកស្ដំបានដោះអស់ហលីងរយៈពេលប្រហែលខែ6ខែអស់ហលីងហើយអត់បានខ្វល់មកអង្គុយបោះអត់បនទៀតលីងរយៈពេលប្រហែលខែ6ខែអស់ហលីងហើយអត់បានខ្វល់មកអង្គុយបោះអត់បនទៀតដាក់តកោដៅថ្ងៃហ្នឹងហើយពឺតថាពឺតបោះដល់តែថ្ងៃមានការងារ24អី48ម៉ោងធ្វើការអត់ទាន់ឥឡូវនេះចូលដល់ version ហ្នឹងទៀតហើយអត់ដឹងទេអត់ដឹងទេផ្លូវណាមិនដឹងអត់មានដើររំពឹងអីទាំងអស់អត់មានខ្វល់រឿងអីទាំងអស់អត់មានបានខ្វល់រឿងចំណេញលុយចំណេញអត់មានបានខ្វល់រឿងស្អីអត់បឹងតែធ្វើការឲ្យខ្ញុំសុបាយចិត្តសុំមួយថ្ងៃមាន48ម៉ោងព្រោះខ្ញុំចាត់ពេលវេលាអត់ទាន់នឹងធ្វើការបើកភ្នែកមកអេខ្ញុំមិនទាន់បានធ្វើអីស្រួលបួលផងដល់ម៉ោង1ម៉ោង2ដល់ម៉ោងរៀនដល់ម៉ោង live ផលិតផលដល់ម៉ោងអីផ្សេងថតនេះនោះដល់ម៉ោងជួបតំណាងដល់ម៉ោងជួបអតិថិជននៅមានអារម្មណ៍អត់មិនមួយថ្ងៃធុញបន់ឲ្យតែថ្ងៃលិចដល់ទៅយប់ចាបន់ឲ្យទៅយប់បន់ឲ្យតែថ្ងៃលិច